ដូចមានប្រថ្នូមុនតួប្រុសរឿងភ្លើងឆេះក្លឹបក្រំដីបើធ្លាប់ចូលទៅខមមិនលើវីដេអូម្ចាស់សាច់រឿងពិតការពីនៅរស់ឥឡូវបានคล้ายជាតួអង្គនៅក្នុងរឿងនេះហើយបើបងប្អូនប្រហែលជាដឹងឬក៏ប្រហែលជាល្បីហើយចំពោះរឿងមួយដែលគេហៅមានចំណងជើងថាភ្លើងឆេះក្លឹបក្រំដីនោះបាទមហាជនអ្នកនិយមទស្សនាភាពយន្តខ្នាតធំរបស់កម្ពុជាច្បាស់ជាបានជ្រាបហើយថានៅពេលនេះគឺរឿងភ្លើងឆេះក្លឹបក្រំដីរបស់ផលិតកម្មបាល់ឌីដែលចាក់បញ្ចាំងនៅតាមបណ្ដារោងកុននានានៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងនោះភាពយន្តខាងលើក៏បានដកស្រង់ចេញពីរឿងពិតដែលបានកាត់ឡើងនៅក្នុងខេត្តសៀមរាបបាទកន្លែងទៅមើលបាទតួអង្គសម្ដែងក៏ដូចជាបាទក៏ដូចគ្នាដែរនោះបាទដោយភាគច្រើនតួអង្គសំខាន់ត្រូវបានមហាជនស្គាល់បាទសិតសឹងតែជាតួអង្គចំនួនថ្មីក៏ប៉ុន្តែពោលពេញទៅដោយបាទសមត្ថភាពនៅក្នុងការសម្ដែងបាទដោយម្នាក់ឆក់បានការគ្រប់គ្រងយ៉ាងខ្លាំងពីអ្នកទស្សនាបើយ៉ាងណាមិនក្រោយពីមានការបាទចាក់បញ្ចាំងនោះហើយនោះថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook និង TikTok កំពុងតែលន់មាត់និងព្រឺសម្បល់យ៉ាងខ្លាំងបាទខណៈដែលមានការលេចនៅបាទ comment ចាស់របស់តួអង្គប្រុសនៅក្នុងរឿងគឺលោកបាទប៊ុនខេវិនធ្លាប់លេងជាមួយនឹងលោកបាទឈឿនសំណាងតែជាបាទម្ចាស់សាច់រឿងពិតកាលពីលោកនៅមានជីវិតនោះបាទនៅក្នុងនោះផងដែរលោកប៊ុនខេវិនក៏បាន comment សួរចំណងជើងបទចម្រៀងតែលោកឈឿនសំណាងបានបកស្រាយកាលពីឆ្នាំ2021រហូតដល់ឆ្នាំ2025លោកក៏បានដើរតួជាតួអង្គជាលោកឈឿនសំណាងនិងបានបកស្រាយចម្រៀងដែលលោកបានសួរនោះតែផ្ទាល់ធ្វើឲ្យមហាជនលើកឡើងថាពិតជាចៃដន្យណាស់បាទនេះជារឿងរ៉ាវមួយថាបងប្អូនថាជាដឹងហើយចំពោះរឿងរ៉ាវនេះគឺផ្ទុះខ្លាំងណាស់រឿងបាទភ្លើងឆេះក្លឹបក្រំដីដែលរឿងនេះគឺព្រួចហើយមើលទៅគឺលក្ខណៈថាវាស្ដែងណាសំខាន់រឿងរ៉ាវនេះគឺបាទដកស្រង់គឺចេញពីរឿងពិតនៅក្នុងខេត្តសៀមរាបបាទព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា